ตุអ្វីបានជាបរិះមួយចំនួនមិនដែលខ្វះស្ត្រីនៅក្បែរហើយថែមទាំងមានច្រើនទៀតផងតើអ្នកជឿទេមានវិធីសាស្ត្រវេទមន្តមួយប្រភេទដែលអាចគ្រប់គ្រងការគិតរបស់មនុស្សម្នាក់ត្រឹមតែរយៈពេល5វិនាទីតែប៉ុណ្ណោះនេះមិនមែនជាជំនឿទេថ្ងៃនេះខ្ញុំមកចែករំលែកឲ្យអ្នកនៅល្បិចកលចិត្តវិទ្យាមួយនេះមានអ្នកខ្លះប្រើវិធីសាស្ត្រនេះស្វែងរកគូជីវិតប្រកបដោយភាពជោគជ័យនៅមានមនុស្សខ្លះប្រើវិធីនេះក្នុងមុខជំនួញតាក់ទងបានសម្រេចនៅភ្ញៀវធំៗនិងបានទទួលផលចំណេញជាច្រើនផងដែរជាដំបូងសូមឲ្យអ្នកដែលកំពុងមើលវីដេអូនេះមកធ្វើតេស្តជាមួយខ្ញុំជាអ្នកសួរអ្នកមិនចាំបាច់ឆ្លើយក៏បានគ្រាន់តែគិតនៅក្នុងចិត្តទៅបានហើយឲ្យតែអ្នកយល់នៅការធ្វើតេស្តមួយនេះជាមូលដ្ឋានគឺអ្នកបានយល់នៅវិធីសាស្ត្រនេះហើយទី1ឥឡូវនេះអ្នកដាច់ខាតកុំគិតពីខ្លាមានរូបរាងវាយ៉ាងម៉េចទី2ឥឡូវនេះអ្នកដាច់ខាតកុំគិតពីដំរីពណ៌ផ្កាឈូកមួយក្បាលទី3អ្នកដាច់ខាតកុំគិតពីផ្លែចេកវាមានពណ៌អ្វីឥឡូវនេះការធ្វើតេស្តចប់ហើយខ្ញុំបានធ្វើតេស្តនេះជាមួយមិត្តភ័ក្តិនៅជុំវិញខ្លួនជាច្រើនអ្នកទោះបីជាខ្ញុំមិនបានឲ្យពួកគេគិតទៅលើរបស់អ្វីក៏ដោយប៉ុន្តែពួកគេជាទូទៅពិតជាមិនអាចគ្រប់គ្រងខួរក្បាលកុំឲ្យស្រមៃដល់រូបភាពនោះបានទេនេះហើយគឺជាឧបាយកលចិត្តសាស្ត្រហើយក៏ត្រូវបានគេស្គាល់ផងដែរថាជាការផ្ដល់យោបល់ផ្លូវចិត្តនៅពេលដែលអ្នកនិយាយចេញមកនៅពាក្យមួយឃ្លានាមនៃពាក្យមួយឃ្លានេះនឹងបង្កើតរូបភាពដែលស្វ័យប្រវត្តិនៅក្នុងខួរក្បាលរបស់ភាគីម្ខាងទៀតហើយលក្ខណៈសម្បត្តិដែលតាក់ទងនៃនាមនេះក៏នឹងត្រូវបានបង្ហាញផងដែរឧទាហរណ៍អ្នកចង់តាមនារីម្នាក់មកធ្វើជាមិត្តស្រីរបស់អ្នកនោះអ្នកដាច់ខាតមិនត្រូវនិយាយថាតោះធ្វើជាមិត្តស្រីរបស់ខ្ញុំមកនៅក្នុងអំឡុងពេលនៃការជជែកគ្នាលេងរវាងអ្នកនិងនាងអ្នកត្រូវឧស្សាហ៍លើកឡើងពីសេចក្តីស្រឡាញ់មិត្តប្រុសពាក្យទាំងពីរនេះដៃគូម្ខាងទៀតនឹងភ្ជាប់ដោយស្វ័យប្រវត្តិជាមួយអ្នកនិងលក្ខណៈសម្បត្តិរបស់មិត្តប្រុសឧទាហរណ៍អ្នកនិយាយជាមួយកូនអ្នកថាកូនឯងកុំលេងហ្គេមដូច្នេះជាលទ្ធផលគឺថានៅក្នុងខួរក្បាលកូនរបស់អ្នកលេចឡើងនូវរូបភាពលេងហ្គេមអ្នករត់តែមិនចង់ឲ្យវាលេងវារត់តែចង់លេងនេះហើយជាមូលហេតុដែលកូនក្មេងមិនស្ដាប់បង្គាប់នៅពេលដែលមេគ្រួសារប្រើវិធីសាស្ត្រខុសគឺបញ្ជូនរូបភាពក៏ខុសដែរអ្នកគួរតែនិយាយថាកូនចង់ទៅលេងបាល់បោះជាមួយមិត្តភ័ក្តិឲ្យសប្បាយទេបែបនេះធ្វើឲ្យនៅក្នុងខួរក្បាលកូនរបស់អ្នកលេចឡើងនូវរូបភាពលេងបាល់បោះអ្នកគឺបញ្ជូនរូបភាពនៃឈុតឆាកដែលអ្នកត្រូវការទៅគាត់ឧទាហរណ៍មួយទៀតបើសិនជាអ្នកគ្មានលុយអ្នកកុំនិយាយថាខ្ញុំក្រណាស់តែត្រូវនិយាយថាខ្ញុំកំពុងប្ដូរទៅមានលុយហើយបើសិនជាអ្នកមានរូបរាងមិនស្អាតដាច់ខាតកុំនិយាយថាខ្ញុំអាក្រក់ណាស់តែត្រូវនិយាយថាខ្ញុំមិនសុខាបើសិនជាអ្នកលើសទម្ងន់អ្នកកុំនិយាយថាខ្ញុំធាត់ណាស់តែត្រូវនិយាយថាខ្ញុំកាន់តែស្គមបន្តិចម្ដងហើយដូចគ្នានេះដែរផ្ដល់នៅឧទាហរណ៍មួយទៀតនៅពេលដែលភ្ញៀវទិញទំនិញអ្នកមួយតម្លៃ$100ហើយពេលភ្ញៀវមានអារម្មណ៍ថារៀងថ្លៃបន្តិចនោះដូចនោះអ្នកត្រូវនិយាយថា$100ពិតជាមិនថោកមែនអាចអញ្ជើញគេញ៉ាំអាហារបានមួយពេលដែរនាមដែលសំខាន់នៃពាក្យមួយឃ្លានេះគឺអាហារមួយពេលបែបនេះធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាតម្លៃនេះគ្រាន់តែស្មើនឹងអាហារមួយពេលតែប៉ុណ្ណោះសរុបសេចក្តីមកនៅក្នុងពាក្យសម្ដីដែលអ្នកនិយាយត្រូវតែបង្កប់នៅរឿងដែលដៃគូម្ខាងទៀតស្រមើស្រមៃយកលទ្ធផលដែលអ្នកចង់បានបំផ្លែងទៅជារូបភាពមួយបន្ទាប់មករៀបចំពាក្យពេចន៍ដែលពាក់ព័ន្ធឡើងវិញនិយាយជាមួយដៃគូម្ដងហើយម្ដងទៀតកុំឈប់ដោយចេតនាឬអចេតនាក្តីបែបនេះគឺនៅពេលដែលគាត់មិនដឹងខ្លួនអាចទទួលរងនូវឥទ្ធិពលរបស់អ្នកនេះគឺហៅថាឧបាយកលផ្លូវចិត្ត